ផ្ទុះពុងប៉ាំងពីក្បាលវីដេអូមកតិចបងប្អូនច្រឡំថាមានភារកិច្ចកម្មគេបោកក្របបែកអីនៅណាយអត់ទេសួស្តីបងប្អូនអរគ្នាថ្ងៃនេះមកធ្វើវីដេអូចែករំលែកពីបុណ្យប្រពៃណីដ៏ធំមួយរបស់ប្រទេសអេស្ប៉ាញដែលបុណ្យនេះមានឈ្មោះថាបុណ្យ Falla ដែលវាគឺជាបុណ្យដ៏ធំជាងគេមួយប្រចាំឆ្នាំកាលពីទៅបុណ្យគេនេះចាប់តាំងពី2-3សប្តាហ៍មុនមកម្លេះតែខ្ញុំទើបនឹងបានធ្វើវីដេអូចែករំលែកនិយាយពីបុណ្យនេះគឺបានតាក់ទាញភ្ញៀវទាំងក្នុងស្រុកទាំងក្រៅស្រុកឲ្យមកជួបជុំគ្នាលេងកម្សាន្តនៅក្នុងក្រុងបាឡេនសៀព្រោះបុណ្យនេះគឺជាបុណ្យប្រចាំតំបន់បាឡេនសៀគឺថាមនុស្សម្នាកកកុញច្រើនណែនណាន់តាន់តាប់នៅតាមមេត្រូនៅតាមរថភ្លើងដោយបងប្អូនបានឃើញរូបចម្លាក់ធំទាំងនេះគឺគេហៅថា Falla ដែលត្រូវបានសាងសង់ច្រើនមែនទែនដើម្បីប្រកួតប្រជែងស្នាដៃគ្នានិងដើម្បីអបអរសាទរពិធីបុណ្យរបស់គេអ្វីដែលគួរឲ្យអស់សំណើចគឺថារូបចម្លាក់ស្អាតទាំងនេះនឹងត្រូវបានដុតចោលនៅយប់ថ្ងៃចុងក្រោយនៃបុណ្យ Falla បើថាស្ដាយក៏ថាបានព្រោះថាគេខំចំណាយពេលរឹបខែដើម្បីត្រៀមដើម្បីធ្វើរូបចម្លាក់នីមួយមិនមែនងាយណាទាំងអស់គ្នាព្រោះអីរូបមួយធំហើយស្អាតមែនទែនប៉ុន្តែអានឹងគឺជាប្រពៃណីរបស់គេតែខ្ញុំមិនស្ដាយដែរដែលបាននៅរហូតដល់ថ្ងៃចុងក្រោយព្រោះថ្ងៃចុងក្រោយគេបះថ្ងៃពុធទៅខ្ញុំរវល់ហើយពួកខ្ញុំម្នេះវិញដើរតាមផ្លូវគឺថាផ្អើលម្ដងដែរព្រោះអីគេលេងដុតផាវដុតកាំជ្រួចសាហាវមែនទែនអានឹងគឺជាប្រពៃណីរបស់គេចំណែកនេះវិញគឺជាទស្សនវិជ្ជាយប់នៅក្នុងក្រុងកាន់ឌៀម្ដងគេដុតផាវកាំជ្រួចអានេះប្រហែលជា7នាទីហើយនាទីចុងក្រោយគឺដុតសាហាវដូចផ្ទុះគ្រាប់បែកអញ្ចឹងនេះវិញគឺជាទស្សនវិជ្ជាពេលថ្ងៃនៅថ្ងៃមួយទៀតនៅក្រុងកាន់ឌីរដែលតែម្ដងនេះគេធ្វើពេលថ្ងៃម្ដងគេហែជាក្បួនមិនមែនមួយមិនមែនពីរគឺថាច្រើនគ្រប់ច្រកល្ហកដើម្បីមកជួបជុំគ្នានៅកន្លែងតែមួយគេមានហែហមដោយភ្លេងសម្លៀកបំពាក់ប្រពៃណីស្អាតចម្រុះពណ៌ភ្លឺចិញ្ចែងហើយសម្លៀកបំពាក់មួយឈុតគេមិនមែនថោកទេទាំងអស់គ្នាពួកខ្ញុំឯនេះវិញនាំគ្នាឡើងទៅកាន់ដំបូលអគារដើម្បីចាំមើល Mascleta ជាពិធីមួយនៅក្នុងបុណ្យ Falla ដែលភាគច្រើនគឺគេធ្វើនៅពេលថ្ងៃម៉ោង 2វាគឺជាការដុតកាំជ្រួចដែលមានសំឡេងខ្លាំងរួមជាមួយនឹងចង្វាក់ភ្លេងគេដុតនេះប្រហែលជា5នាទីហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាបងប្អូនអរគ្នាជួយចាត់ការចែករំលែកមួយនេះហើយតើបងប្អូនយល់យ៉ាងណាដែរចំពោះបុណ្យ Falla ហើយអរគុណបងប្អូនដែលបានទស្សនា